ចំណាយម្នាក់ត្រឹមតែ 32,000 រៀលកក់សំបុត្រទូកទៅលេងនៅកោះត្រល់ថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបកក់សំបុត្រទូកជិះទៅលេងនៅកោះត្រល់ដែលចេញពីកំពង់ផែព្រែកចាកកំពតប្រើការទូទាត់តាមរយៈវីសាកាតអ៊ូរីតោះបងប្អូនជឿអត់បើខ្ញុំប្រាប់ថាទៅលេងកោះត្រល់ទិញសំបុត្រទូកម្នាក់ត្រឹមតែ 32,000 រៀលទេក្នុងមួយជើងហើយវីដេអូនេះដែរខ្ញុំនឹងនាំបងប្អូនទៅដើរលេងកន្លែងស្អាតចំណាយលុយអស់តិចនៅលើកោះត្រល់នឹងតែម្ដងជាដំបូងបងប្អូនត្រូវការទៅកាន់ website ទូកសិនដែលទូកហ្នឹងគឺមានឈ្មោះថា supodong.com.vn បងប្អូនចូលគេហទំព័រយកភាសាអង់គ្លេសហើយចុចទៅលើ booking ticket បន្ទាប់មកបំពេញព័ត៌មានទៅតាមអ្វីដែលបងប្អូនមានអញ្ចឹងដូចឈ្មោះនៅលើ passport អីចឹងទៅជាការស្រេចហើយនឹងម៉ោងពេលវេលាដែលយើងកក់ហើយមួយថ្ងៃដែរគឺមានតែ3ជើងទេបន្ទាប់មកគឺបងប្អូនអាចធ្វើការទូទាត់ការបង់ប្រាក់តាមរយៈវីសាកាតអ៊ូរីងាយស្រួលមែនតើគឺយើងអត់ចាំបាច់ប្រើប្រាស់ជាមួយសាច់ប្រាក់សុទ្ធទេហើយសម្រាប់អ្នកដែលអត់ទាន់មានអ៊ូរីវីសាកាតណាអាចស្នើសុំបើកបានទូទាត់បានទាំងក្នុងស្រុកនិងក្រៅស្រុកឬទូទាត់ទំនិញអនឡាញក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 70% ពីហាងដៃគូសហការជាច្រើនកន្លែងរបស់ធនាគារអ៊ូរីនិងទទួលបានទឹកប្រាក់ត្រឡប់មកវិញពីការចំណាយផ្សេងទៀតកាន់តែពិសេសសម្រាប់អ្នកដែលប្រើប្រាស់ជាមួយនឹងប័ណ្ណឥណទាន Platinum អ៊ូរីតាមរយៈជើងហោះហើរក្នុងស្រុកនិងក្រៅប្រទេសក៏អាចចូលទៅសម្រាកនៅបណ្ដា Airport Lounge ជាង 1,800 កន្លែងតាមបណ្ដាប្រទេសនានាដែលជាសមាជិករបស់ Lounge Key ដែលលោកអ្នកធ្វើការចុះឈ្មោះនៅក្នុង Lounge Key Airport Lounge ជាមុនសិនលោកអ្នកអាចស្នើសុំប័ណ្ណវីសាអ៊ូរីគ្រប់ប្រភេទតាមរយៈ Uri Bank Mobile ឬគ្រប់សាខាធនាគារអ៊ូរីសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងតាមលេខទូរស័ព្ទខាងលើនេះបានឬមួយក៏ឆាតទៅកាន់ page របស់ធនាគារអ៊ូរីក៏បានដែរងាយមែនតើឥឡូវយើងងាកមកមើលវីដេអូវិញបន្ទាប់ពីកក់សំបុត្រហើយបងប្អូនយើងត្រូវមកច្រកព្រំដែនហាធានដើម្បីចូលទៅទឹកដីវៀតណាមសិនហើយបងប្អូនត្រូវមកបានមុនម៉ោងកក់ទូកយ៉ាងហោចណាស់ក៏3ម៉ោងដែរល្អព្រោះពេលវាយ passport គឺយូរមែនតើពេលវាយចូល passport អញ្ចឹងគឺគេអត់គិតលុយទេណាហើយបានយើងរកតាក់ស៊ីជិះគឺមានតាក់ស៊ីច្រើនមែនតើចាំយើងនៅព្រំដែននឹងអញ្ចឹងបងប្អូនអាចតថ្លៃបានណាពីកន្លែងយើងព្រំដែនទៅកំពង់ផែគឺខ្ទង់ 28,000 រៀលទេបងប្អូននិយាយទៅគេទាយើង 40,000 តែយើងអាចតថ្លៃតាមនឹងទៅនៅពេលដែលបល់កំពង់ផែហើយគឺយើងនឹងឃើញមានទូកហើយគឺទូកសុពដងហ្នឹងនិយាយទៅគេមានទូក 2-3 កន្លែងដែរប៉ុន្តែយើងមកកំពង់ផែទូកសុពដងហ្នឹងតែម្ដងហើយបងប្អូនអាចបង្ហាញ e-ticket ទៅកាន់អ្នកលក់អញ្ចឹងគេ print ticket ឲ្យយើងហើយយើង scan ticket ចូលធម្មតាអញ្ចឹងណាហើយខ្ញុំកក់ធម្មតាគឺ 32,000 រៀលយើងជិះនៅជាន់ខាងក្រោមបើជាន់ខាងលើខ្ទង់ប៉ុន្មានតែខ្ញុំរៀងភ្លេចបាត់ហើយប្រហែលជា1ម៉ោងអីគឺយើងបានជិះមកដល់កោះត្រល់ហើយយើងទៅរកតាក់ស៊ីរកអីជិះនៅខាងមុខនិយាយទៅពីកន្លែងកំពង់ផែខ្ញុំកក់ទូកនេះនិយាយទៅពីកំពង់ផែទូកនេះរហូតដល់កន្លែងផ្ទះស្នាក់ដែលខ្ញុំបានកក់ហ្នឹងគឺខ្ទង់ប្រហែលជា20នាទីពេលមកដល់បងប្អូនគឺមានតាក់ស៊ីច្រើនមែនតើគេនៅចាំយើងអីចឹងពីកំពង់ផែមកអស់តែ 20,000 អីទេប៉ុន្តែកាលហ្នឹងខ្ញុំមិនមានអ៊ីនធឺណិតតាក់ស៊ីគេហៅយើងចឹងទៅគឺគេឆាចយើង 36,000 រៀលមកដល់អូតែចាហើយសម្រាប់អូតែដែលខ្ញុំកក់ដែរមកយកតែ$6-10ទេធូរថ្លៃមែនតើណាហើយសមរម្យល្មមគេហ្មងសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញពីការជួលម៉ូតូជិះនៅលើកោះត្រល់និងកន្លែងស្អាតតម្លៃធូរថ្លៃមែនតើដែលបងប្អូនអាចមកលេងបានហើយសម្រាប់ការមកលេងនៅលើកោះត្រល់ហ្នឹងគឺងាយស្រួលបងប្អូនសម្រាប់ទីតាំងកន្លែងណាដែលគេទទួលវីសាគឺយើងអាចប្រើប្រាស់ជាមួយនឹងវីសាអ៊ូរីបានគ្រប់ទីកន្លែងតែម្ដងអញ្ចឹងហើយគឺខ្ញុំអត់ចាំបាច់ត្រូវដូរលុយច្រើននៅពេលដូរលុយច្រើនត្រឡប់មកវិញបងប្អូនគឺយើងដូរមករៀងខាតកតុយអស់ច្រើនដែរចាអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ